តស្រាប់here ណាដែលគាត់ចង់មើលកន្លែងដែលព័ត៌មានថ្មីលោតមកជាព័ត៌មានធំព័ត៌មានដែលប៉ះពាល់ដល់មាសគ្នាអាចមើលវីដេអូនឹងដល់ចប់បានបាទជាបងយើងចូលមកកាន់ browser Safari មកហើយយើង search ចេះមកនេះ Forex Factory យើងមកបាទអូខេមកពេលចូលមកដំបូងគឺវាចេញចេះបាទគឺគ្នាយើងធ្វើការមើល setting វាសិនមកបាទដើម្បីឲ្យវាស្រួលមើលអញ្ចឹងណានេះយើងចុចកន្លែងនេះមកនេះអូខេយើងចុចហ្នឹងមកទៅហើយយើងធ្វើការបិទមកបាទយើងបិទមិនមែនជា USD អញ្ចឹងណាយើងទុកតែ USD មួយនេះទៅបាទគឺបានទេហើយឥឡូវនេះយើងបិទទៅបើយើងទុកតែក្រហមមួយទៅបាទសម្រាប់យើងចង់ដឹងព័ត៌មានធំអញ្ចឹងណាព្រោះពណ៌ក្រហមវាគឺជាព័ត៌មានដែលធំអញ្ចឹងទៅបាទអូខេហើយឥឡូវយើងមកមើលបាទអានេះគឺបានថាវាមានព័ត៌មានទេបាទគឺវាចេញទេបាទឥឡូវខ្ញុំសុំដាក់ទៅមុខទៅអូខេបាទនេះបាទគឺ tomorrow បាទគឺស្អែកបាទគឺវាមានព័ត៌មានបាទនេះខ្ញុំឲ្យមើលបាទគឺមានមកមានអីចឹងទៅបាទហើយអាណាន farm នេះគឺជាព័ត៌មានធំអញ្ចឹងណាណាន farm គឺជាព័ត៌មានដែលធំនេះបាទគឺវាអាចប៉ះពាល់ដល់ទីផ្សារមាស50ទៅ60លេខបាទហ្នឹងហើយហើយយើងអាចចុចមើលទៅបានមកយើងអាចមើលទៅមុខបន្តទៀតបានឥឡូវខ្ញុំចូលទៅដាក់ព័ត៌មានមួយទៀតបាទខ្ញុំចូលដាក់ព័ត៌មានធំតូចសិនដើម្បីឲ្យវាចេញព័ត៌មានទាំងអស់ចឹងណាយើងគ្រាសលើនេះទាំងអស់វិញមកបាទយើងចុចនេះមកអូខេបាទគឺវានឹងចេញព័ត៌មានទាំងធំទាំងតូចបាទអូខេខ្ញុំឲ្យមើលទៅនឹងបាទនិយាយទៅពណ៌ដែលក្រហមដិតជាងគេហ្នឹងគឺជាព័ត៌មានដែលធំជាងគេអូខេហើយវាអាចនឹងប៉ះពាល់ដល់មាសខ្លាំងជាងគេចឹងទៅបាទអូខេហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទគ្នាកុំភ្លេចចុច like subscribe channel YouTube អ្នកមួយផងអូខេហើយជួបខ្ញុំនៅវីដេអូក្រោយទៀតនេះបាទ